បាទចំពោះផាននេះគេឲ្យយើងកណនីផ្ទៃកាឡាផ្នែកឆូតអញ្ចឹងនៅក្នុងរូបកនេះយើងមើលផ្ទៃកាឡារបស់អាថុំបាទគឺគេឲ្យមកកម្មនេះស្មើនឹង12បាទមានន័យថាប្រវែងពីកម្មពីផ្ចិតនេះមកគឺនេះគឺ12ហើយដល់ពេលអាតូចអត់ឆូតអក្សរនេះគឺមានន័យថាពីផ្ចិតនេះមកកម្មនេះបាទគឺមានប្រវែង8ម៉ែត្រអញ្ចឹងនៅពេលដែលយើងចង់រកផ្នែកឆូតតើយើងរកផ្ទៃកាឡារបស់អាធំនឹងសិនហើយដកផ្ទៃកាឡា8ម៉ែត្រនឹងចេញទៅយើងឃើញចម្លើយហើយអញ្ចឹងយើងអាចរកផ្ទៃកាឡាម្ដងមួយក៏បានឬមួយក៏យើងខ្ជិលយើងរកហើយដកវាយកមកក៏បានដែរបាទអញ្ចឹងយើងដាក់លំហាត់កបាទអញ្ចឹងខ្ញុំដាក់តាមរូបមន្តផ្ទៃកាឡាគឺ A ខ្ញុំតាំងអាធំនេះមានន័យថាជានេះជា A អាធំដល់ពេលអាកម្មអាតូចនេះគឺជា A អាតូចចេះដើម្បីយើងស្រួលដកទៅកុំឲ្យច្រឡំអញ្ចឹងផ្ទៃកាឡារបស់វងគឺផៃ A ការ៉េដកយកអាធំមកដកអាតូចអញ្ចឹងផៃ A អាតូចនេះការ៉េបាទដោយផៃជាទូទៅផៃស្មើ3/14air ធំស្មើនឹង12ម៉ែត្រ air តូចស្មើនឹង8ម៉ែត្រយើងរកម្ដងមួយក៏បានយើងបាច់រកម្ដងមួយយើងរកអញ្ចឹងទៅដកយកមកក៏បានដែរបាទនោះយើងយកវាជាមួយចូលទៅរបស់យើងនេះស្មើនឹង3/14គុណជាមួយនឹង12ម៉ែត្រលើកជាការ៉េដក3/14គុណជាមួយនឹង8ម៉ែត្រលើកជាការ៉េបាទអញ្ចឹងនេះបាន3/14គុណជាមួយនឹង12លើកជាការ៉េបាន144ម៉ែត្រការ៉េគឺម៉ែត្រការ៉េដែរដក3/14គុណជាមួយនឹង8ការ៉េបាន3ដល់64ម៉ែត្រការ៉េបាទហើយយើងយក3/14គុណជាមួយនឹង144មកវាគឺឃើញ452.16ម៉ែត្រការ៉េដកនឹង200.96ម៉ែត្រការ៉េបាទអញ្ចឹងយើងដកមកយើងឃើញចម្លើយរបស់វាគឺពេលដែលយើងដកហើយឃើញ251.2ម៉ែត្រការ៉េបាទអញ្ចឹងដូចនេះផ្ទៃក្រឡាឆូតគឺ251.2ម៉ែត្រការ៉េចំពោះលំហាត់ខនេះយើងរកផ្ទៃកាឡាវងដូចគ្នាប៉ុន្តែក្នុងនេះគេឲ្យមកអាតូចនឹង2អញ្ចឹងយើងរកអាធំនឹងឃើញហើយយើងដកអាតូច2នឹងចេញអញ្ចឹងយើងធ្វើតាមរូបមន្តដូចគ្នាមកបាទតាមរូបមន្តរបស់យើងនេះខ្ញុំដាក់អាធំនេះអាធំហ្នឹងពេលដែលយើងធ្វើយើងត្រូវរកកម្មវាផងមានថាពីផ្ចិតនេះមកកម្មមកកាំងកេមនេះអញ្ចឹងកម្មរបស់វាមានន័យថាយកអាកម្មតូចនេះ2ដងអញ្ចឹងវាស្មើនឹង10ម៉ែត្របាទអញ្ចឹងយើងយកផៃ air ការ៉េដកឲ្យអាតូច2នោះចាញ់អញ្ចឹងមានថាអាតូចហ្នឹងខ្ញុំតាំងដោយផៃ air តូចនេះការ៉េតែដោយសារវងមួយហ្នឹងមាន2អញ្ចឹងយើងយកគុណនឹង2ចឹងបាទអញ្ចឹងដោយផៃនេះយើងដឹងថា 3/14 air ធំស្មើនឹង10ម៉ែត្រ air តូចស្មើនឹង5ម៉ែត្របាទហើយយើងយកវាជាមួយចូលរូបមន្តទៅនោះរបស់យើងនេះស្មើនឹង 3/14 គុណជាមួយនឹង air គឺ10ម៉ែត្រលើកជាការ៉េដក3/14គុណជាមួយនឹង air 5ម៉ែត្រហើយលើកជាការ៉េចាំយកទៅគុណនឹង2ដោយសាររូបអាតូចនេះមាន2បាទអញ្ចឹងនៅពេលដែលយើងគុណយើងដាក់ 3/14 គុណជាមួយនឹង10លើកជាការ៉េស្មើនឹង100ម៉ែត្រការ៉េដក3/14គុណជាមួយនឹង5ការ៉េគឺ25ម៉ែត្រការ៉េ
គុណនឹង2បាទអញ្ចឹងអានេះយើងបានចម្លើយវាគឺឃើញ314ម៉ែត្រការ៉េអានេះយើងបាន25គុណនឹង2ទៅវាបាន50យក3.4គុណនឹង50ទៅឃើញ157ម៉ែត្រការ៉េហើយយើងដកវាទៅបាទយកមក314នេះដកនឹង157មកឃើញ157ម៉ែត្រការ៉េបាទអញ្ចឹងផ្ទៃកាឡាផ្នែកឆោតនេះគឺឃើញ157ម៉ែត្រការ៉េឆោតគឺ157ម៉ែត្រការ៉េប្រព័ន្ធហាត់កនេះគឺយើងត្រូវរកផ្ទៃកាឡារបស់ការ៉េព្រោះនៅក្នុងនេះគេឲ្យមកការ៉េហើយនឹងវងទៀតអញ្ចឹងយើងរកផ្ទៃកាឡាផ្នែកឆោតតើយើងរកផ្ទៃកាឡាការ៉េឃើញដកផ្ទៃកាឡារបស់វងនឹងចេញទៅឃើញចម្លើយផ្នែកឆោតហើយនៅក្នុងការ៉េពេលដែលយើងរកផ្ទៃកាឡាយើងត្រូវស្គាល់ជ្រុងតើជ្រុងនេះគេឲ្យមកនេះស្មើនឹង8ម៉ែត្រអញ្ចឹងនៅក្នុងនេះយើងដឹងពីកម្មមកកម្មគេឲ្យមកគឺស្មើនឹង2ម៉ែត្រអញ្ចឹងដើម្បីបានផ្ទៃកាឡាដើម្បីបានប្រវែងរបស់ជ្រុងតើយើងយកកម្មនេះ2ដងមកបាទកម្ម2ដងគឺស្មើជាមួយនឹងជ្រុងអញ្ចឹងជ្រុងរបស់វានេះគឺបាន4ម៉ែត្រអញ្ចឹងយើងមកផ្ទៃកាឡារបស់ការ៉េហើយដកផ្ទៃកាឡារបស់វងអញ្ចឹងទៅឃើញចម្លើយបាទអញ្ចឹងខ្ញុំដាក់តាមរូបមន្តរបស់យើងនេះផ្ទៃកាឡារបស់ការ៉េមុនអញ្ចឹងការ៉េគឺ a គុណនឹង a ឬក៏ a ការ៉េក៏បានដែរកន្លែងហ្នឹងហើយដកជាមួយនឹងផៃ a ការ៉េបាទដោយ a របស់យើងនេះគឺស្មើនឹង4ម៉ែត្រហើយផៃស្មើ3.14 a ស្មើនឹង2ម៉ែត្របាទចំនួនវាចូលរួមមុនទៅនោះ a របស់យើងនេះគឺស្មើនឹង4ម៉ែត្រគុណនឹង4ម៉ែត្រដក 3.14 ហើយគុណជាមួយនឹង2ម៉ែត្រលើកជាការ៉េបាទអញ្ចឹងអានេះយើងយក4គុណនឹង4ទៅវាឃើញ4ដង16ម៉ែត្រគុណនឹងម៉ែត្រជាម៉ែត្រការ៉េដក3.14 គុណជាមួយនឹង2ការ៉េគឺ2ការ៉េគឺ4ម៉ែត្រការ៉េបាទអញ្ចឹងយើងយក16ម៉ែត្រការ៉េនេះដក 3.14 គុណជាមួយនឹង4មកអញ្ចឹងវាឃើញ12.56ម៉ែត្រការ៉េបាទហើយយើងយកទៅដកចូល16ហ្នឹងមកដកជាមួយ12.56មកចម្លើយវាគឺឃើញ3.44ម៉ែត្រការ៉េបាទអញ្ចឹងដូចនេះផ្ទៃកាឡាផ្ទៃកាឡាផ្នែកឆោតគឺ3.44ម៉ែត្រការ៉េ